ស្ដីបងប្អូនថ្ងៃនេះមកបរៀនបងប្អូនរបៀបដោះ page verify document នេះរបៀបនេះបងប្អូននៅរូបភាពនេះទៅហើយមុននឹងតាមដានវីដេអូកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីៗរបស់ខ្ញុំតោះកុំឲ្យខាតពេលយូរយើងទៅចូលវីដេអូទាំងអស់គ្នាក្នុង Facebook របស់យើងបងប្អូនបាទបន្ទាប់មកយើងចូលឡើងត្រេ3ចូលឡើងត្រេ3យើងចូលពាក្យថា dashboard នេះបងប្អូនបន្ទាប់មកយើងចុចពាក្យ search បន្ទាប់ពីចុចពាក្យ search ហើយយើងយកពាក្យថា payout នេះបងប្អូនវា verify document បែបនេះអញ្ចឹងយើងចូលចុចលើវាមកអញ្ចឹងយើងត្រៀម3ចំណុចឲ្យហើយទៅ selfie មុខអត្តសញ្ញាណប័ណ្ណនិង pay statement របស់ធនាគាររបស់យើងឥឡូវយើងចូលចំណុចទី1សិនមកខ្ញុំ selfie មុខរបស់ខ្ញុំសិនបាទអញ្ចឹងយើងចុច selfie មកបាទបន្ទាប់ពីយើង selfie មុខយើងរួចរាល់ហើយវានឹងចាប់តិចរួចរាល់ហើយយើងចុចពាក្យថា finish មកបាទវាបានមកគ្រីឲ្យបងប្អូនឃើញទេបន្ទាប់មកយើងចូលទី2 verify អត្តសញ្ញាណប័ណ្ណអញ្ចឹងយើងថតអត្តសញ្ញាណប័ណ្ណរបស់យើងមកអញ្ចឹងយើងយកពាក្យថា national ID card យើងយក national ID card យើងមកបាទហើយយើងចុចពាក្យថា next មកហើយយើងចុច get start មកហើយយើងចាប់ផ្ដើមថតជាមួយអត្តសញ្ញាណប័ណ្ណរបស់យើងឲ្យមានពន្លឺគ្រប់គ្រាន់ឲ្យវាចាប់នេះវាចាប់ទៅហើយយើងរងចាំបន្តិចបន្ទាប់មកយើង submit ទៅបងប្អូនបាទយើងបន្ទាប់មកយើងចុចពាក្យថា finish បាទបានគ្រីសមួយទៀតហើយបន្ទាប់ពីបានគ្រីសមួយទៀតហើយយើងចុចអាទី3បងប្អូនយើងចុច upload របស់យើងមកអញ្ចឹងយើងយកខាងឆ្វេងនេះ freeze page យើងយកមក page បានហើយ freeze page យើងយកទៅមក page មកបងប្អូននេះយើងចុចយកវាចូលមកហើយយើងរងចាំវាបន្តិចវាដើរសិនបងប្អូនពេលវាដើរហើយយើងចុចពាក្យថា continue មកយើង continue ហើយយើងចុចពាក្យថា done អញ្ចឹងយើងបានដោះស្រាយរួចរាល់យើង done ទៀតមកអញ្ចឹងយើង refresh វាមួយសិនមកយើងចូលមើលភាសាទៀតនេះបងប្អូនពេលយើងដោះស្រាយឲ្យចេញបែបនេះយើងរងចាំសិនណាបងប្អូនយើងរងចាំវាយ៉ាងយូរបំផុត7ថ្ងៃអញ្ចឹងវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់អរគុណដែលបានតាមដានជួបគ្នាវីដេអូក្រោយ